អូខេសួស្តីបងប្អូនទាំងអស់គ្នាឥឡូវលោកគ្រូលើកយកលំហាត់ធននិមិត្តមួយទៀតនេះជាធននិមិត្តទី8ហើយណាហើយយើងទៅអានប្រធានទាំងអស់គ្នាគេឲ្យត្រីកោណសមាំង ABC ចរិតក្នុងរង្វង់ O1 ដែល AB ស្មើ AC ស្មើ BC ស្មើ2ណាហើយគេឲ្យ AD ដែលកាត់ BC ត្រង់ហាហើយកណនី AB និង BD ដែលគេឲ្យ sin 30នឹងស្មើកន្លះនិង cos 30ស្មើឬ3លើ2ហើយប្រៀបធៀបណាប្រៀបធៀបត្រីកោណ BAD និង AC ហើយ3គេយក K ជាចំណុចកណ្ដាល D បន្តមកគេឲ្យ KI កាត់ AC ត្រង់ I ណាហើយបង្ហាញថា KI នេះកាយនឹង AC អូខេឥឡូវយើងមកគូររូបគឺយើងគូររង្វង់មុនហើយបន្តមកយើងគូត្រីកោណសមាំងចរិតក្នុងវងនឹងខាងក្រោយអូខេបន្ទាប់ពីយើងគូររូបរង្វង់ហើយយើងគូត្រីកោណបាទយើងដៅទៅហើយយើងដៅជ្រុងទាំង3ឲ្យស្មើគ្នាមកនៅក្នុងរង្វង់ហ្នឹងហើយយើងនឹងគូសជ្រុងត្រីកោណភ្ជាប់តែម្ដងបាទហើយយើងអាចគូសឲ្យត្រឹមត្រូវគឺយើងប្រើដូចឈានណាហើយបើសិននីតិលោកគ្រូប៉ាន់ស្មានទៅគឺប្រហែលប៉ុន្តែជាទូទៅបើសិនជាយើងសក្តិមែនទេគឺយើងប្រើដូចឈានវាស់ជ្រុងវាណាវាស់ជ្រុងទី1ចឹងទៅជ្រុងទី2មកយើងគូសភ្ជាប់គ្នាទៅណាអូខេរបៀបគូសត្រីកោណនេះគឺយើងមករៀននៅថ្នាក់ក្រោមហើយលោកគ្រូមិនបង្ហាញឡើងវិញទេអូខេឥឡូវយើងដាក់ថា BC អូខេដោយស្អកកបន្តិចឲ្យសុំអធិស្ឋានអូខេអញ្ចឹងតាមប្រធានគេដាក់ថាបាទមុំសនិះ30អញ្ចឹងមានពាក់ព័ន្ធនឹងមុំ A ហ្នឹងហើយដោយសារវាមានជ្រុង AD និង BD ណាអញ្ចឹងអ្វីវាពាក់ព័ន្ធគឺពាក់ព័ន្ធនឹងជ្រុង AD ដែលដោយសារ AD កាត់ BC ត្រង់ហាស់អញ្ចឹងតើយើងគូបែបណាអញ្ចឹងដោយសារវាពាក់ព័ន្ធនឹងសនិះ30អញ្ចឹងបាទបន្ទាត់ AD គឺជាកន្លះបន្ទាត់ពុះមុំហើយពុះមុំ A អញ្ចឹងបើវាជាកន្លះបន្ទាត់ពុះមុំ A យើងគូសឲ្យត្រឹមត្រូវមកគឺបាទវាកាត់តាមផ្ចិតណាវាកាត់តាមផ្ចិតហើយវាមកកែងនឹង BC ឬក៏កាត់ BC ត្រង់ចំណុចកណ្ដាលឬក៏ហៅថាអាហាជាមេឌីយ៉ានក៏បានឬក៏មេយ៉ាទ័រហ្នឹងហើយបើសិនជាយើងអត់ដឹងច្បាស់គោលការណ៍មិនវាទេយើងស្មានពេលនោះយើងនឹងស្រាយរកបញ្ហានឹងអត់ឃើញអូខេឥឡូវបន្ទាប់ពីយើងគូបានហើយយើងភ្ជាប់ត្រីកោណ ABD មកណាហើយពាក់ព័ន្ធនឹងហើយមុំ30យើងដាក់ហើយទៅមុំ BAD នឹងគឺ30អូខេមុំ BAD 30ហើយក៏ពិតមុំ AC ក៏30ដែរដោយសារវាជាកន្លងតពុះមុំណាបើវាជាកន្លងតពុះមុំច្បាស់ជាចែកមុំជា2ប៉ុនគ្នាអូខេឥឡូវយើងរូបបានអញ្ចឹងយើងភ្ជាប់វាមកយើងភ្ជាប់ BD ណាបាទឥឡូវយើងទៅស្រាយបញ្ជាក់ថាឬក៏កណនីប្រវែង AD និង BD ណាហើយក្នុងការកណនីប្រវែងនេះយើងអាចរកបានពីររបៀបអញ្ចឹងលោកគ្រូស្រាយនេះគឺជារបៀបទី1ដែលពាក់ព័ន្ធទៅនឹងត្រីកោណ ABD ហ្នឹងណាត្រីកោណ ABD គឺជាត្រីកោណអីគេដោយសារ ABD ជាត្រីកោណចរិតកន្លះវងអញ្ចឹងវាក៏ជាត្រីកោណកែងដែរចុះវាកែងត្រង់ណាវាកែងត្រង់ B ហ្នឹងបាទវាកែងត្រង់ B កាលណាវាកែងត្រង់ B ហើយវាមានមុំ A1 30អញ្ចឹងត្រីកោណ ABD នេះជាត្រីកោណកន្លះសមាំងបើវាជាត្រីកោណកន្លះសមាំងជ្រុង BD សំទោសជ្រុង AB ហ្នឹងវានឹងคล้ายទៅជាកម្ពស់ត្រីកោណសមាំងដែរណាវាคล้ายជាកម្ពស់អញ្ចឹងយើងអនុវត្តទៅលើរូបមន្តកម្ពស់ត្រីកោណសមាំងណាកម្ពស់ត្រីកោណសមាំងអូខេឥឡូវយើងទៅប្រាប់គេបន្តិចសិន
ចឹងដោយសារ ABD គឺជាជាទីកោណកែងត្រង់ B ហើយហេតុអីពួកយើងត្រូវប្រាប់គេឡើយហ្នឹងណាតែត្រីកោណចរិតកណ្ដាស់រង្វង់បាទត្រីកោណចរិតកណ្ដាស់រង្វង់ចឹងជាទូទៅណាទ្រឹស្ដីផងយើងត្រីកោណចរិតកណ្ដាស់រង្វង់គឺជាកោណកែងណាអូខេពេលដែលយើងបានត្រីកោណកែងហើយយើងប្រាប់គេទៀតថាមុំ B AD ស្មើ30ណានោះបាទនាំឲ្យត្រីកោណB AD ហ្នឹងកន្លះសាមញ្ញយើងប្រាប់គេអញ្ចឹងដែរបើយើងអត់ប្រាប់ទេយើងទាញអត់បានកន្លះសាមញ្ញហ្នឹងហើយបើវាជាកន្លះសាមញ្ញហើយនោះយើងនឹងទាញបាន AB ហ្នឹងគឺជាកម្ពស់របស់ត្រីកោណសាមញ្ញជាទូទៅណាដោយសារបើវាជាកន្លះសាមញ្ញមានថា AB ខ្លាយទៅជាកម្ពស់អញ្ចឹងយើងប្រើរូបមន្តកម្ពស់យើងប្រើរូបមន្តកម្ពស់ត្រីកោណសាមញ្ញណាហើយ AD នេះជាស្អីវាខ្លាយទៅជាជ្រុងវិញណាអញ្ចឹងជាទូទៅកម្ពស់ត្រីកោណសាមញ្ញយើងអាចសរសេរថា AB នេះយើងសេ AB ស្មើនឹង AD បាទគុណឲ្យឬ3លើ2ណាជ្រុងឬ3លើ2អូខេហើយយើងទាញរក AD មកដល់ពេលនេះអាចទាញបានណាយើងបោះសមីការមកចឹងទាញរក ADបាទនាំឲ្យ AD គឺស្មើនឹង2ដង AB លើឬ3បាទចឹងយើងចំនួនលេខចូលណាចំនួនលេខចូលសិនគឺស្មើនឹង2គុណឲ្យ AB យើងគេឲ្យ2ដែរបាទហើយលើឬ3អញ្ចឹងយើងគុណផ្ដៃឬ3ឡើងលើទៅឃើញ4ឬ3លើ3បាទនេះឃើញ AD មួយណាអូខេនេះមួយហើយបន្ទាប់មកយើងទៅរក BD BD យើងអាចប្រើរូបមន្តដដែលហ្នឹងណាយើងប្រើរូបមន្តកម្ពស់មិញដែរក៏យើងទីរ BD ឃើញដែរណាចឹងក្នុងត្រីកោណដដែលយើងកែនេះ BD បានដូចគ្នាណាចឹង BD ស្មើអី BD វាជាជ្រុងរបស់ត្រីកោណសាមញ្ញកាលណាយើងស្គាល់ AD ហើយយើងគ្រាន់តែយក AD ចែកជា2មកយើងនឹងឃើញវាណាយើងប្រើជ្រុងដែរហ្នឹងអូខេដោយសារ BD ជាទូទៅកម្ពស់ត្រីកោណសាមញ្ញវាចែកនឹងបាតជា2ប៉ុនគ្នាអញ្ចឹងដោយសារបាតវាជាជ្រុងអញ្ចឹងយើងអាចយកជ្រុងចែកជា2ទៅឃើញ BD អញ្ចឹងកន្លែងនេះយើងឃើញថា BD ណាស្មើនឹង2ឬ3លើ3អូខេអញ្ចឹងយើងប្រាប់គេតិចទៅដូចនេះណាដូចនេះ BD ស្មើ2ឬ3លើ3និង AD ស្មើ4ឬ3លើ3អូខេហើយសំណួរទី1យើងបានស្រាយបញ្ចប់ហើយយើងទៅបន្តទៅលើសំណួរទី2បាទសំណួរទី2គេឲ្យយើងប្រៀបធៀបលោកគ្រូសុំលុបសំណួរទី1ចេញហើយយើងបន្តទៅសំណួរទី2បាទសំណួរទី2គេសួរយើងថាអូទេឲ្យខ្ញុំមុនទៅសំណួរទី2ខ្ញុំចង់បង្ហាញពីរបៀបស្រាយមួយរបៀបទៀតនៃការគណនាជ្រុងនឹងអូខេហើយមុននឹងទៅរបៀបទី2នេះគឺយើងអាចគណនា BD និង AD បានទៅតាមត្រីកោណកែងដែលស្គាល់មុំមួយណាចឹងទីហៅថាខ្ញុំនៅក្នុងត្រីកោណកែងដដែលចឹងខ្ញុំអាចរកវាតាមវិធី
នេះក៏បានដែរពេលវាអាចលឿនជាងវិធីមុនណាចឹងឧទាហរណ៍ថាទីកោណកាយមួយបាទលើលោកគ្រូរំលឹកឡើងបន្តិចហើយអ្នកទាំងអស់គ្នាអាចបានណូតទុកណាចឹងបើសិនជាទីកោណកាយមួយហើយយើងស្គាល់មុំមួយហើយយើងស្គាល់ជ្រុងមានន័យថាយើងអាចរកបានទាំងអស់ណាអញ្ចឹងក្នុងទីកោណកាយគឺយើងអាចសម្គាល់បានថាទល់មុខមុំកាយគឺជាអេប៉ូទេនោះបាទជាអេប៉ូទេនោះហើយអាចជាប់មុំហ្នឹងគេហៅមុំជាប់ឬហៅជ្រុងជាប់ហើយទល់មុខហ្នឹងគេហៅជ្រុងឈោមបាទជ្រុងឈោមវាចឹងជាទូទៅក្នុងទីកោណហ្នឹងយើងអាចប្រើរូបមន្តសនិះហើយនឹងកុសបានអញ្ចឹងសនិះអាល់ហ្វាគឺស្មើនឹងជ្រុងឈោមលើជ្រុងជាប់សំទោសជ្រុងឈោមលើអេប៉ូទេនោះហើយកុសអាល់ហ្វាគឺវាស្មើនឹងជ្រុងជាប់លើអេប៉ូទេនោះអញ្ចឹងយើងចេះតែរូបមន្តពីរនេះមានន័យថាយើងទៅរកជ្រុងនៃត្រីកោណបានហើយក្នុងករណីដែលយើងស្គាល់ជ្រុងមួយនិងមុំមួយណាអូខេអញ្ចឹងអ្នកទាំងអស់គ្នាណូតទុកហើយយើងនឹងបើយើងនឹងជួបគ្នាច្រើននៅក្នុងករណីហ្នឹងណាជួបក្នុងករណីហ្នឹងហើយនៅលំហាត់បន្តទៀតនឹងឲ្យសូមបន្តលើលោកគ្រូលោកនឹងចេញហើយយើងណូតទុកទៅហើយខ្ញុំនឹងស្រាយរូបមន្តហ្នឹងទៅការកណនីជ្រុងទៅលើបាទលំហាត់របស់យើងហ្នឹងហើយអូខេចឹងបើសិនជាយើងបានណូតទុកហើយឥឡូវលោកគ្រូលុបហើយយើងទៅស្រាយបាទសំណួរផងយើងចឹងសំណួរផងយើងគេឲ្យកណនី AD មែនទេចឹងនៅក្នុងករណីនេះ AD គឺខ្លាយទៅជាអេប៉ូទីនោះហើយអញ្ចឹងយើងប្រើរូបមន្តដោយសារយើងស្គាល់ជ្រុងជាប់អញ្ចឹងយើងយកជ្រុងជាប់ណាជ្រុងជាប់យើងគឺ AB លើអេប៉ូទីនោះមិនអញ្ចឹងយក AB លើអេប៉ូទីនោះស្មើនឹងកុសបាទស្មើនឹងកុសស្មើនឹងកុសអាល់ហ្វាដែលអាល់ហ្វាយើងគឺស្មើ30តែណាអញ្ចឹងនាំឲ្យ B AD ស្មើនឹង AB លើកុសអាល់ហ្វានិង AB លើកុសអញ្ចឹងយើងទាញរក AD ហើយយើងចំនួនលេខចូលទៅដោយសារ AD គឺ AB ស្មើ2ហើយនោះស្មើឬ3លើ2ចឹងយើងគុណចម្រាស់ទៅយើងឃើញថាស្មើនឹង4ឬ3លើ3ដដែលណាឃើញទេពេលយើងធ្វើតាមវិធីនេះវាលឿនចឹងយើងគុណផ្ដាច់ឬ3ទៅយើងនឹងឃើញ4ឬ3លើ3បាទកន្លែងនេះមិនមាន4ឬ3លើ2ណា4ឬ3លើ3ហើយបាទហើយបន្ទាប់មកយើងស្គាល់ AD ហើយយើងទៅរក AB សំទោសរក BD ចឹង BD យើងនៅតែរកឃើញដូចគ្នានឹងការបកស្រាយពីបាទរបៀបទី1បាទយើងចំនួនចូលធម្មតាទៅយើងឃើញដូចគ្នាណាចឹងកន្លែងនោះគឺយើងបដូរលេខ2មកលេខ3បាទទីលោកគ្រូបដូរហើយអញ្ចឹងពេលណាយើងនឹងធ្វើទៅវាខុសគ្នាមានថាយើងមានបញ្ហាបាទកន្លែងហ្នឹងហើយលោកគ្រូសូមបដូរដោយសារវាមិនមែន2ទេវា3ណាចឹងបដូរវាសិនបាទចឹងជួនកាលអាការនិយាយនឹងទៅដៃផ្សេងអញ្ចឹងទៅណាហើយដល់អញ្ចឹងទៅឃើញចម្លើយវាត្រឹមត្រូវអញ្ចឹងកន្លែងនេះកន្លែងហ្នឹងអាចត្រូវកែវាចេញគឺលើ3អញ្ចឹងកន្លែងនេះវា4ឬ3លើ3អញ្ចឹងសំណួរនេះវាអញ្ចឹងមិនឃើញដូចគ្នាទេអញ្ចឹងវាឃើញខុសគ្នាណាអានេះខ្ញុំរួលនឹង2ទៅយើងឃើញថាវាស្មើនឹង
2 2 ឬ 3 ដែរណាហ្នឹងបាទនេះឃើញ BD អូខេហើយយើងដាក់ថាដូចនេះបាទដូចនេះគឺ AD ស្មើនឹង 4 ឬ 3 ហើយ BD ស្មើនឹង 2 ឬ 3 សំទោស 2 ឬ 3 បាទហើយសំណួរទី1គឺប៉ុណ្ណឹងណាសំណួរទី1យើងអាចស្រាយបានពីរបៀបចឹងរបៀបទាំងពីរនេះគឺយើងអាចយកទៅស្រាយមួយណាដែលបងប្អូនបានចេះចាំឲ្យយើងស្រាយទៅហើយក្នុងលក្ខខណ្ឌតែក្នុងត្រីកោណកែងទេហើយបើត្រីកោណមិនមែនជាត្រីកោណកែងយើងអាចរកតាមវិធីផ្សេងណាហើយយើងជួបគ្នានៅក្នុងវីដេអូផ្សេងទៀតដែលពាក់ព័ន្ធមិនមែនជាត្រីកោណកែងអូខេឥឡូវសំណួរទី1យើងបានស្រាយបញ្ចប់ហើយលោកគ្រូនឹងបន្តទៅសំណួរទី2អូខេហើយបងប្អូនបានតាមដានហើយសូមនឹងជួយណាជួយបើ follow ហើយ subscribe ឲ្យលោកគ្រូផងហើយយើងមើលតទៅទៀតគឺសំណួរទី2គេឲ្យយើងប្រៀបធៀប account BHD និង AHC អញ្ចឹងអ្នកទាំងគ្នាត្រូវដឹងថាកាលគេចង់ប្រៀបធៀប account វាគឺយើងឲ្យ account នឹងដូចគ្នាឬក៏ប៉ុនគ្នាមែនទេបញ្ជាទូទៅថ្នាក់យើងភាគរយនៃការទីកោណដូចគ្នានេះគឺ 90% លើសហើយណាអញ្ចឹងយើងត្រង់នៅយើងប្រៀបធៀបទីកោណនឹងឲ្យវាដូចគ្នាបាទតែខាងពីរដូចគ្នាក្នុងនៃនេះគឺយើងមាន3ករណីមានករណីទី1ទី2ទី3ណាអញ្ចឹងមើលក្នុងករណីណាក៏ដោយយើងមើលទៅអញ្ចឹងយើងមើលក្នុងទីកោណទាំងពីរហ្នឹងមានអីខ្លះបាទមានមុំអីយើងមានមុំយើងហៅមុំពេញទៅមុំABD បាទទីកោណ BHD យើងមានBHD បាទមុំ BHD ស្មើនឹងមុំ AHC អូខេបាទអានេះដោយសារហេតុនេះបានយើងយកមុំនឹងមុនដោយសារយើងចង់ប្រៀបធៀបមុំ D BH ហើយនឹងមុំHAC គឺជាមុំប៉ុនគ្នាអញ្ចឹងយើងបានបាទនេះបងប្អូនមើលពេលយើងអាចបានយើងយកទៅរកមុំ30ឬនាំឲ្យជា meter អូខេអញ្ចឹងគឺយើងចង់ស្រាយវាកែងសិនណាយើងចង់ស្រាយវាកែងអញ្ចឹងបើវាកែងយើងអាចបានមុំ2នឹងប៉ុនគ្នាមួយអញ្ចឹងបើសិនជាយើងអត់ទេយើងទាញយកគេអត់ឲ្យបាទយើងពេញទុកទេអញ្ចឹងបន្តមកយើងនឹងទាញយកមុំBHD ណាBHD ស្មើនឹងមុំ AHC ណាបាទពូកែងនេះឬក៏យើងអាចថាមុំទល់កម្ពស់ក៏បានដែរបើកន្លែងហ្នឹងប៉ុន្តែដោយសារវាមុំកែងដូចគ្នានឹងស្មើ90មកនេះហើយមួយទៀតគឺមុំDAB សំទោស DBH ស្មើនឹងមុំHAC បាទមុំស្កាត់ធ្នូរួមឃើញមុំស្កាត់ធ្នូរួមតែមួយគឺធ្នូអីគេធ្នូ DB ណាអញ្ចឹងយើងអាចប្រាប់គេអញ្ចឹងហើយក្នុងពីរករណីនេះគឺយើងបានត្រីកោណទាំងពីរនេះដូចគ្នាណាដូចគ្នានៅក្នុងករណីម៉ូហ្នឹងហើយអញ្ចឹងយើងបានស្រាយវាដូចគ្នាហើយបាទអញ្ចឹងសំណួរទី2យើងគឺបញ្ចប់ប៉ុណ្ណឹងណាចប់ប៉ុណ្ណឹងហើយ
យើងបន្តទៅសំណួរទី3តើសំណួរទី3យើងទៅស្រាវតាមវិធីបែបណាឲ្យបងប្អូនតាមដានទាំងអស់គ្នាទៅនេះហ្នឹងហើយយើងមើលបន្តទៅទៀតសំណួរទី3គេឲ្យយើងចំណុចការមួយកណ្ដាល BD ហើយគេឲ្យយើងស្រាវថាKI កែនឹង AC បាទ KI កែនឹង AC អញ្ចឹងដើម្បីបង្ហាញថា KI កែង AC លុះត្រាតែបាទយើងដល់លើយើងស្រាវថា KI នឹងកែងអញ្ចឹងយើងធ្វើមិនបានកែងឥឡូវយើងភ្ជាប់សមាតិកម្មហើយសិនចាំយើងបន្តទៀតបាទអញ្ចឹងយើងមើលថាអក្សរ K នេះវាចំណុចកណ្ដាល BD K ចំណុចកណ្ដាល BD អញ្ចឹងវាKB ហើយនិង KD នេះស្មើគ្នាបាទហើយដោយសារតែ K ចំណុចកណ្ដាល BD ហើយត្រេកកោណ BHD ជាត្រេកកោណកែងទៀតអញ្ចឹងHK នេះវាខ្លាចជាមេយ៉ាទ័រសំទុះខ្លាចជាមេឌីយ៉ានបើជាមេឌីយ៉ាននៃត្រេកកោណកែងជាទូទៅមេឌីយ៉ាននៃកោណកែងគឺស្មើនឹងបាតលើ2ណាបើបាតលើ2វាមិនស្មើនឹង BD លើ2ដែរអញ្ចឹងមេថាបាទ KH ហ្នឹងក៏ស្មើនឹង BK ដែរបាទនោះយើងទាញបានអូខេយើងមើលតាមអ្វីដែលខ្ញុំបានសរសេរជាយើងឃើញថាត្រេកកោណនឹងស្មើនឹង BD លើ2អញ្ចឹងយើងនឹងទាញបានអីគេស្មើណាយើងដាក់ស្មើយកទៅបាទស្មើនឹង KB ហើយស្មើនឹងKD ណាអាហ្នឹង KH ណាអញ្ចឹងយើងឃើញថាត្រេកកោណនោះត្រេកកោណBKH សមបាតកម្ពស់ K ណាសមបាតកម្ពស់ K បាទសំទុះសន្ត្រូវសមបាតកម្ពស់ K ហើយហើយបន្ទាប់មកយើងទៅរកបើសមបាតកម្ពស់ K អញ្ចឹងនាំឲ្យមុំនេះមុំ2ហ្នឹងមុំ BKH ហើយនិងមុំ KHB ហ្នឹងស្មើគ្នាស្មើ30ហើយហ្នឹងហើយស្មើ30ពួកអ្វីដែលខ្ញុំចង់បានគឺខ្ញុំចង់ទៅរកមុំBHK ណាពេលយើងស្គាល់មុំ BHK យើងនឹងទៅស្គាល់មុំ IHC បាទមុំទល់កំពូលគ្នាពេលយើងស្គាល់អាហ្នឹងយើងអាចទៅរកមុំ I ឃើញហើយណាអញ្ចឹងនោះនាំឲ្យKBH ណា KBH នឹងនេះមុំទល់កំពូលបាទមុំទល់កំពូលចឹងមុំទល់កំពូលយើងដឹងហើយព្រោះផ្សាយពីខាងលើមិញយើងឃើញមុំ B ស្មើនឹងមុំ A AC ស្មើ30បាទអូខេឥឡូវយើងប្រាប់គេបន្តិចទៅអញ្ចឹងមុំបាទមុំ BDA Bបាទកន្លែងនេះយើងមិនមែនមុំ BDA ទេគឺមុំBHD ណា BHK មុំទល់កម្ពស់ស្មើ30កន្លែងនេះសុំកែតិច
BHK ណា BHK BDA BDA បាទចឹងកន្លែងនោះកន្លែងមួយកំហុសមួយដែរកន្លែងនោះយើងទាញរមុំ BHK ស្មើ30ក៏ពិតវាត្រឹមត្រូវហើយយើងមិនសេមកបន្តលើណាចឹងមកបន្តលើនេះគឺខុសហើយ BDA ហ្នឹងគឺបើយើងហៅ BDA មុំហ្នឹងវាជាមុំ60ហើយអញ្ចឹងមិនមុំ30ទេអញ្ចឹងមុំនោះ30អញ្ចឹងយើងឃើញមុំB HK នៅ30អញ្ចឹងនៅមុំឲ្យI បាទ I HC ហ្នឹងIHC ក៏ស្មើ30ដែរមុំទួលកំពូលអញ្ចឹងបើវាជាមុំទួលកំពូលមានន័យថាវាស្មើគ្នាអញ្ចឹងបើស្មើគ្នាយើងនឹងទៅប្រើផលបូកមុំក្នុងនៃមុំហ្នឹងណាអញ្ចឹងនៃទីកោណ IHC ហ្នឹងបាទក្នុងទីកោណ IHC ផលបូកមុំក្នុងរបស់វាអញ្ចឹងយើងប្រាប់វាបន្តិចទៅអញ្ចឹងគេបានមុំបាទកន្លែងនេះយើងសរសេរអញ្ចឹងក៏បានដែរមុំ HIC ហ្នឹងគឺស្មើនឹង180ដកឲ្យមុំបាទ IHC បាទដកឲ្យមុំ ICA អញ្ចឹងយើងយកវាមកគឺស្មើនឹង180ដកឲ្យ30ដកឲ្យ6ណាបាទអញ្ចឹងយើងឃើញស្មើនឹង90អញ្ចឹងបើវាស្មើ90នាំឲ្យបាទយើងនាំឲ្យ KI ណាបាទ KI កែនឹង AC អញ្ចឹងយើងស្រាយវាអញ្ចឹងណាពេលដែលយើងស្រាយវាបានមុំ9យើងទាញជ្រុងកែគ្នាទៅបាទអញ្ចឹងនាំឲ្យHI កែនឹង AC ក៏បានឬក៏យើងអាចទាញថា KI ណា KI កែនឹង AC បាទព្រោះកន្លែងហ្នឹងវាដោយសារ H និង K ហ្នឹងវានៅលើបន្ទាត់តែមួយណាអញ្ចឹងយើងនឹង